ខ្ញុំសូមអំពាវនាវដល់ខ្មែរទាំងអស់អត់មាននិយាយរឿងគណៈបកឥឡូវនិយាយរឿងជាតិសូមដោះអាវបកពាក់អាវជាតិនេះយើងសម្ដៅទៅខ្មែរទាំងអស់ក្នុងជួរគណៈបកប្រជាជនកម្ពុជាក៏មានអ្នកស្នេហាជាតិដែរក៏មានអ្នកឈឺចាប់ដែរក៏មានអ្នកព្រួយបារម្ភពីវាសនាប្រទេសជាតិដែរព្រមតែគេមិនរដូវកាលរីកមកដល់ហើយកូនខ្មែរអើយងើបសាមគ្គីត្រូវផ្លាស់ប្ដូររបបបិសាចដឹកនាំញោមញីលួចប្លន់ដីធ្លីរៀងរាល់ថ្ងៃរដូវកាលរីកមេឃស្រឡះជាឱកាសខ្មែរប្រុសស្រីចាប់ដៃគ្នាតតាំងប្រឆាំងនឹងចោរអប្រិយបំផ្លាញទាំងដីគេពីដូនតាយើងជាយុវជនខ្មែរជំនាន់ថ្មីទាំងប្រុសទាំងស្រីតាំងស្មារតីចូលរួមចលនាជាតិតស៊ូលោកប្រធានរាំងស៊ីហានខ្លាចេញមុខដឹកនាំចលនាដល់ជោងវាសនាខ្មែរទាំងនគរដល់ពេលហើយខ្មែរដល់ពេលហើយខ្មែរត្រូវតែហ៊ានងើបឈរឈប់គាំទ្រអាយ៉ងអូនបងត្រូវមានជំហរកុំឲ្យស៊ីចោបំផ្លាញទឹកដីដល់យើងហ្នឹងគឺជាសម្លេងរបស់ប្រជាជនខ្មែរទាំងមូលនៅក្នុងកម្ពុជាអំណរទី2គឺយើងរៀបចំកម្លាំងអ្នកស្នេហាជាតិមិនមែនតែនៅក្នុងយើងជាយុវជនខ្មែរជំនាន់ថ្មីទាំងប្រុសទាំងស្រីតាំងស្មារតីចូលរួមចលនាជាតិតស៊ូលោកប្រធានរាំងស៊ីហានខ្លាចេញមុខដឹកនាំចលនាដល់ជោងវាសនាខ្មែរទាំងនគរដល់ពេលហើយខ្មែរដល់ពេលហើយខ្មែរត្រូវតែហ៊ានងើបឈរឈប់គាំទ្រអាយ៉ងអូនបងត្រូវមានជំហរកុំឲ្យស៊ីចោបំផ្លាញទឹកដីជីយោចលនាជាតិតស៊ូជាកន្លែងហើយតែនឹងស្រោចស្រង់ប្រទេសបញ្ចប់របបផ្ដាច់ការរបបពុករលួយរបបក្បត់ជាតិដឹកនាំដោយហ៊ុនសែនសពថ្ងៃជ័យយោ